បបរគ្រឿងមាន់ចាបបរគ្រឿងមាន់គឺមានរសជាតិឈ្ងុយឆ្ងាញ់មែនទែនហើយងាយស្រួលធ្វើបងប្អូនទាំងអស់គ្នាចាំមកមុនបងយើងដាំទឹកឲ្យច្រើនតិចមកណាចា3លីត្រអំបិលដុំស៊ុបខ្នុរឆៃពៅផ្អែមហើយប៊ីហើយនឹងខ្ទឹមក្រហមយើងណាគល់ខ្ទឹមយើងដាក់មកហើយដាក់សាច់មាន់យើងមាន់ទាំងមូលជើងមាន់កោះមាន់នេះនឹងដាក់ស្ងោររយៈពេល25នាទីឲ្យឆ្អិនសាច់មាន់ជាមុនសិនណាបងប្អូនលាតពេលហ្នឹងយើងមកហាន់ជីហាន់ក្រូចឆ្មាខ្ញីអានេះម្ទេសឆាសៀងយើងឲ្យមកបងប្អូនត្រូវមានគ្រប់គ្រឿងបានញ៉ាំបបរឆ្ងាញ់ណាយើងឃើញថាមាន់យើងឆ្អិនណាយើងដាក់ខ្ទះហើយយើងធ្វើការបំពងខ្ទឹមបំពងឈ្ងុយហើយយើងដុសទុកខ្លះបងប្អូនទុកធ្វើខ្ទឹមបំពងហើយបន្ទាប់មកយើងដាក់អង្ករយើងចាអត់មានប្រាំងអង្ករតែមួយកំប៉ុងទេលាងទៅឲ្យស្អាតហើយយកទៅឆាឲ្យស្ងួតអង្ករទៅមួយផ្លេតទៅរួចហើយយកទៅចាក់ក្នុងឆ្នាំងទឹកស្ងោរមាន់យើងហ្នឹងចាឲ្យថែមម្សៅស៊ុបថែមស្ករសថែមទឹកត្រីថែមទឹកស្អ៊ីវមួយមុខតិចតិចសិនហើយមកចាហើយបន្ទាប់មកយើងដាក់ផ្សិតយើងចូលបងប្អូនដាក់ផ្សិតដាក់ផ្សិតច្បារឬក៏ផ្សិតអីក៏បានហើយមាន់ដែលយើងទុកឲ្យត្រជាក់ហ្នឹងយកទៅកាប់ក៏បាន